បាញ់នេះគឺអត់មានគោលដៅយោធាទេគឺបាញ់នេះបាញ់បំផិតបំភ័យដើម្បីឲ្យប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតហ្នឹងមានការភ័យខ្លាចរត់ចេញឥឡូវដោយសារតែភាពអង់អាចក្លាហានរបស់ប្រជាពលរដ្ឋនៅប៉ោយប៉ែតក៏ដូចជាពាណិជ្ជករក៏ដូចជាជនបរទេសដែលកំពុងរស់នៅរកស៊ីនៅក្នុងក្រុងប៉ោយប៉ែតមិនព្រមចាក់ចេញគឺចោលសៀមឈ្លានពានថៃនេះបានធ្វើការចល័តរថមាសដែកមកហើយបានប្រើអាវុធណាកំភ្លើងយន្តគេហៅថា14ក្បៀសណានៅលើរថមាសដែកហ្នឹងបាញ់ចូលទៅក្នុងអាគារខ្ពស់មួយនៅជាប់អូនៅក្រុងប៉ោយប៉ែតហ្នឹងបាទការបាញ់នេះគឺជាការគម្រាមកំហែងបន្ថែមទៅលើក្របផ្លោងដែលគេផ្លោងមកចូលទៅដល់ម្លងជាក្រុងប៉ោយប៉ែតនោះថៃដឹងណាស់ថៃដឹងថាប្រជាជនចោលសៀមឈ្លានពានដឹងណាស់ថានៅក្នុងក្រុងប៉ោយប៉ែតគឺប្រជាពលរដ្ឋថៃដែលកំពុងរស់ស៊ីនឹងធ្វើការនៅក្នុងក្រុងប៉ោយប៉ែតនេះមានជាង 20,000 នាក់មានជនជាតិចិនមានជនជាតិអីច្រើនណាស់អញ្ចឹងចោលសៀមឈ្លានពាននេះអត់ហ៊ានផ្លោងទេអត់ហ៊ានបាញ់អាគារធំដែលជនជាតិថៃឬក៏ជនជាតិបរទេសរស់នៅទេគឺគេបាញ់បំភ័យដើម្បីឲ្យយើងរត់ចេញកាលណារត់ចេញវាចូលមកប្លន់ពីព្រោះពូជនេះវាទីចោលវាចោលថៃនេះវាលួចដីវាលួចប្រាសាទវាលួចលុយវាលួចគ្រប់បែបយ៉ាងអាចោលនេះលួចគ្រប់បែបយ៉ាងពូជថៃនេះគឺពូជចោលបងប្អូនណាយើងអប់រំកូនយើងបដៅកូនណែនាំកូនឲ្យស្គាល់ថាសន្តានចោលគឺសន្តានចោលសៀមនេះគឺវាមានពូជវាគឺពូជពងវងតកូលវាតាំងពីស្ដេចតាំងពីរាជតាំងពីមន្ត្រីនាយករដ្ឋមន្ត្រីគឺសិតតែចោលបាទសិតតែចោលពូជវាចោលទាំងអស់បាទអញ្ចឹងបើយើងឃើញចោលគម្រាមកំហែងហើយយើងខ្លាចចោលនាំគ្នារត់ចេញផ្ទះរត់ចោលផ្ទះយើងធ្វើឲ្យចោលសៀមហ្នឹងណាដែលប្រទេសវារស់ដោយសារធ្វើចោលហ្នឹងវាមកលួចទ្រព្យសម្បត្តិយើងនៅក្នុងផ្ទះហ្នឹងអញ្ចឹងរឿងអីយើងឲ្យចោលចូលមកលួចទ្រព្យសម្បត្តិយើងម៉ោងនេះវាជាម៉ោងដែលហានិភ័យគ្រោះថ្នាក់សម្រាប់ប្រជាជនយើងដែលចេញធ្វើដំណើរឆ្វេងឆ្វាយបាទណាពីព្រោះអាចោលតសន្តានពូជចោលនេះវាបាញ់ផ្លោងច្រើនមកលើផ្លូវលេខ5ផ្លូវលេខ58ផ្លូវលេខ50ផ្លូវលេខ30អញ្ចឹងបងប្អូនប្រជាពលរដ្ឋយើងខ្ញុំសូមអង្វរស្អប់ខ្ញុំខឹងខ្ញុំស្អប់ទៅយើងកុំតក់ស្លុតកុំភ័យខ្លាចនឹងការគម្រាមកំហែងរបស់ពួកចៅបាទយើងនាំគ្នានៅឈរការពារផ្ទះយើងបើខ្លាចខ្លាំងចូលក្នុងផ្ទះចាក់សោវាមិនមែនមកកោះទ្វារផ្ទះយើងលួចប្លន់បានទេកាលណាយើងបើយើងរត់ចោលណាអាហ្នឹងវាអាចចូលមកកោះចូលមកបាញ់ទម្លុះទ្វារប្លន់យកទ្រព្យអីយើងនៅក្នុងផ្ទះយើងគ្រាប់ផ្លោងណាមកត្រូវនឹងហ្នឹងអត់ទេតែបើយើងរត់ឆ្វេងឆ្វាយត្រូវរត់ឆ្វេងឆ្វាយត្រូវកុំអសោះសុវត្ថិភាពអាយុជីវិតយើងសំខាន់ណាស់កុំជ្រួលច្បល់បាទកុំជ្រួលច្បល់សូមបងប្អូនយើងពង្រឹងស្មារតីឲ្យរឹងមាំណាមានអាជ្ញាធរមានកងកម្លាំងយើងនៅទីនោះណាសំបីតែឯកឧត្តមប៉ាន់ខេមបន្ថនក្រុមការងារថ្នាក់ជាតិចោះជួយក្រុងប៉ោយប៉ែតក៏គាត់ឈរជើងនៅក្នុងដែរគាត់អត់មានរត់ទៅណាទេជនបរទេសជាច្រើនក៏នៅក្នុងដែរអញ្ចឹងវាប្លង់ក្រប2ថ្ងៃហើយម្សិលមិញហើយថ្ងៃនេះក្នុងចេតនាបំភ័យឲ្យយើងចេញហើយប្រជាជនយើងក្លាហានអត់ចេញដល់អត់ចេញវាថាអាបកែមិនចេញមិញនេះវាយកអូតូប្លង់ដេវាមកបាញ់អាកភ្លើងនៅលើអូតូប្លង់ដេហ្នឹងរត់ពីដៃហ្នឹងបាញ់ចូលទៅលើអាគារសំណង់ខាងលើហ្នឹងបាទអាគារហ្នឹងឮថាមានចិនមានថៃមានអីនៅហ្នឹងដែរបើបាញ់ងាប់ចិនងាប់រិញថៃហ្នឹងទៅអាហ្នឹងទូតចិនប្រទេសចិនប្រទេសថៃគ្នាវាតាងាប់ប្រជាជនវាតាបាទឲ្យវាបាញ់ទៅបាទហើយយើងនាំគ្នាម្ចាស់ស្រុកយើងរត់ចោលផ្ទះមិនបានបាទយើងរត់ចោលដីមិនបានអត់បានទេកុំណាខ្ញុំសូមអង្វរបងប្អូនយើងកុំបាក់ស្មារតីកុំខ្លោបខ្លាចជាមួយនឹងពួកអស់ហ្នឹងណាហើយបងប្អូនយើងមួយចំនួននៅប៉ោយប៉ែតកុំបំភ្លៃព័ត៌មានបន្ថែមមកដល់ម៉ោងនេះម៉ោង1:15 នាទីគ្មានវត្តមានទាហានថៃណាឆ្លងចូលមកក្រុងប៉ោយប៉ែតទេណាអញ្ចឹងសូមកុំបំភ្លៃសូមកុំបំភ្លើសម៉ោងនេះអត់មានទេបើហ៊ានឆ្លងចូលប៉ោយប៉ែតយើងបាញ់ធ្លាយទៅតាមទ្រុងឡើយហ្នឹងកម្លាំងយើងនៅក្នុងតើវាអត់ហ៊ានចូលទេបាទពីព្រោះព្រំដែនប៉ោយប៉ែតនេះជាព្រំដែនអន្តរជាតិបាទព្រំដែនអន្តរជាតិហ្នឹងហើយវាបាញ់អាគារមាត់អូនៅនោះទេអត់មានអីទេអត់មានប៉ះពាល់ដល់យើងអីទេអញ្ចឹងយើងកុំទៅភ័យវាអត់ហ៊ានផ្លោងចូលកណ្ដាលក្រុងប៉ោយប៉ែតទេវាខ្លាចងាប់ជនជាតិថៃគ្នាវាដែរបាទ
ជនជាតិថៃនៅនឹងច្រើនណាស់បាទជនជាតិថៃនៅនឹងច្រើនណាស់បើវាចង់សម្រាប់ជនជាតិថៃមានប្របាក់អីប្រឡែងជនជាតិថៃមកឲ្យវាបាញ់ទៅបាទឲ្យជនជាតិថៃនាំនាងមកឈរមុខអគារឲ្យវាបាញ់ទៅមានទៅប្របាក់អីបាទអញ្ចឹងយើងកុំចាញ់បោកណាបងប្អូនខ្ញុំសូមអង្វរកុំចាញ់បោកចោលសៀមឆ្លៀនពៀនវាប្រើយុទ្ធសាស្ត្របំផិតបំភ័យឥឡូវនេះយើងនៅផ្ទះរងចាំអ៊ុតលទ្ធផលដែលប្រជុំអាស៊ានព្រោះតិចទៀតអាចគេនឹងប្រកាសលទ្ធផលថាតើលទ្ធផលប្រជុំនឹងយ៉ាងម៉េចអីយ៉ាងម៉េចបាទណារឿងវាបាញ់ណាបាទវាបាញ់ប៉ុន្តែយើងនៅផ្ទះយើងនៅក្នុងផ្ទះយើងផ្ទះថ្មវាអត់មានស្អីទេវាអត់ហ៊ានចូលទៅក្នុងផ្លោងចូលក្នុងក្រុងប៉ោយប៉ែតវាផ្លោងនោះចងាយដើម្បីវាបំភ័យយើងឲ្យភ័យឲ្យរត់បាទតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំសូមឲ្យបងប្អូនយើងពង្រឹងស្មារតីកុំចាញ់បោកឧបាយកលរបស់ពួកចៅព្រោះនៅជនបរទេសគេអត់រត់ផងហ្នឹងគេនៅហ្នឹងតាខ្ញុំយល់កំពុងតែបាញ់ទៀតខ្ញុំយល់ខ្ញុំដឹងម៉ោងនេះក៏ខ្ញុំដឹងដែរបាញ់ឲ្យវាបាញ់ទៅបាទឲ្យវាបាញ់ទៅយើងនៅតាមអគារអត់អីទេបងប្អូនសំខាន់បងប្អូនស្ដាប់អញ្ញាធរណាអញ្ញាធរនៅទីនោះក្រុមការងារនៅទីនោះណាបើគាត់ប្រាប់ថាធ្វើម៉េចសុវត្ថិភាពសូមឲ្យបងប្អូនយើងស្ដាប់ពួកគាត់សហការជាមួយគាត់បាទកុំជឿពួកអាក្បត់ជាតិកុំជឿពួកអាថៃប្រើ account ខ្មែរខ្លាំងមកញុះយង់យើងបាទអរគុណបងប្អូនវ៉ែនវិចិត្រផ្លែសេរីបាទយើងកុំចេញបាទដូចអាគង់បញ្ញាអីនេះបងប្អូនវាមិនមែនខ្មែរទេអានេះបើសិនជានៅខ្មែរយើងតាម3ក្បាលវាបែកហ្មងអានេះណាបាទពួកពូជកដួយម៉ែឯងអត់មាននេះទេណាឆែកមើល account បញ្ញាគង់នេះតើវានៅណាបាទបើវានៅក្នុងស្រុកខ្មែរតាម3ក្បាលវាដល់ផ្ទះបាទព្រោះអស់នេះវាមកញុះញង់ដើម្បីឲ្យប្រជាជនជ្រួលច្បល់ស្រួលវាផ្លោងសម្រាប់អានេះសិទ្ធិពួកអាក្បត់ជាតិអាណាមកដែលប្រឆាំងហ្នឹងគឺសិទ្ធិពួកអាក្បត់ជាតិម៉ោងនេះគឺម៉ោងយើងរួបរวมគ្នាការពារទឹកដីយើងមិនមែននាំគ្នារត់ចោលទឹកដីទេបាទមិនមែនចោលទឹកដីទេតាមមើលអាភេកអាបញ្ញាគង់មិញបងប្អូនយើងតនេចូលមើលអាហ្នឹងតិចតើនៅណាស្រាវជ្រាវយកអានេះឈ្មោះបញ្ញាគង់នេះហ្នឹងហើយឆែកមើលវានៅណាហ្នឹងបើវានៅក្នុងស្រុកអាហ្នឹងចាំធ្វើការបើវានៅក្រៅអាហ្នឹងរឿងផ្សេងនេះបញ្ញាគង់ណាបងប្អូនឆែកមើលបាទនេះបញ្ញាគង់នេះបងប្អូនស្រាវជ្រាវអាហ្នឹងបើឃើញតាម3ក្បាលឲ្យដល់ផ្ទះបាទពួកអានេះសិតតែពួកអាក្បត់ជាតិពួកអាខុបខិតជាមួយថៃកុំអត់អោនឲ្យវាពួកអាខ្មែរខុបខិតជាមួយថៃហ្នឹងបាទតាមអាបញ្ញាគង់ហ្នឹងឲ្យបងប្អូន IT តាមរកមើលបាទអញ្ចឹងរឿងនៅប៉ោយប៉ែតនេះសូមឲ្យបងប្អូនយើងមេត្តាអត់ធ្មត់ហើយស្ដាប់ការណែនាំរបស់អាជ្ញាធរម៉ោងនេះការចាក់ចេញមិនមែនជាជំរឿសល្អទេវាគ្រោះថ្នាក់ឥឡូវឧទាហរណ៍ថាបើចេញទៅមានបញ្ហាគ្រោះថ្នាក់តាមផ្លូវថាអាជ្ញាធរអត់ជូនដំណឹងអាជ្ញាធរអត់ហាមអាជ្ញាធរអត់ប្រាប់ចុះបើប្រាប់ហើយយើងមិនស្ដាប់មានអីកើតឡើងម៉ោងនេះគឺម៉ោងគ្រោះថ្នាក់យើងត្រូវនៅស្ងៀមកុំច្រឡាត់ឆ្វេងឆ្វាចព្រោះគ្រាប់វាអត់មើលមនុស្សទេហើយយើងរត់ចុះរត់ឡើងហើយយើងនៅផ្ទះបានសុខតើពេលយើងចេញទៅចំមកគ្រាប់ឡើងវាធ្លាក់មកឥឡូវឲ្យយើងធ្វើម៉េចអាជ្ញាធរណាទាហានណាប៉ូលីសណាទៅពាំងគ្រាប់ឲ្យយើងគ្រប់ពេលអត់ទេអញ្ចឹងសូមឲ្យនាំគ្នាស្ដាប់ការណែនាំរបស់អាជ្ញាធរណាកុំទៅជឿពួកអាញុះញង់អស់ហ្នឹងពួកអស់ញុះញង់ហ្នឹងខ្ញុំឡាយចប់ខ្ញុំធ្វើការណាបងប្អូន copy link អាបញ្ញាគុកហ្នឹងទុកឲ្យខ្ញុំបាទទុកឲ្យខ្ញុំបាទទុកឲ្យខ្ញុំ copy link ទុកដើម្បីយើងស្រាវជ្រាវបាទបើវានៅក្រៅស្រុកអាហ្នឹងរឿងផ្សេងតែបើវានៅក្នុងស្រុកវានៅក្នុងរូងក៏ដោយតាមយកវាបានដែរបាទកុំទៅខ្វល់ពួកអញ្ចឹងយើងមិនអត់អោនឲ្យទេពីព្រោះវាមិនមែនខ្មែរទេព្រោះម៉ោងនេះអត់មានម៉ោងជេរគ្នាទេបងប្អូនម៉ោងនេះគឺម៉ោងរួមគ្នាគិតរួមគ្នាធ្វើរួមគ្នាជួយតបជួយប្រជាជនយើងជួយការពារទឹកដីយើងមិនមែនជារឿងកណ្ដួយម៉ែវាចេញមកជេរគេជេរអីចឹងទេបាទម៉ោងនេះម៉ោងយើងត្រូវការរួមគ្នាទាំងអស់ណាត្រូវការរួមគ្នាទាំងអស់ណាអញ្ចឹង
ការរួបរวมគ្នាសំខាន់ណាស់បងប្អូនសាមគ្គីគ្នាជឿជាក់លើរាជរដ្ឋាភិបាលជឿជាក់លើសម្ដេចធិបតីហ៊ុនម៉ាណែតជឿជាក់លើសម្ដេចតេជោណាជាថ្នាក់ដឹកនាំកម្ពុជារបស់ជាតិយើងជឿជាក់ទៅលើកងទ័ពយើងណាយើងត្រូវការរួបរวมគ្នាអញ្ចឹងរឿងប៉ោយប៉ែតនេះខ្ញុំសូមនិយាយប៉ុណ្ណឹងហើយខ្ញុំសូមអាប់ដេតព័ត៌មានបន្តទៅពាក់ព័ន្ធនឹងសមរភូមិផ្សេងៗទៀតដើម្បីឲ្យបងប្អូនបានដឹងខ្លះ